Hello សួស្តីបងប្អូនគ្នាខ្ញុំមូនថ្ងៃនេះខ្ញុំចង់ធ្វើការតាក់ទងពីស្នេហាអ្នកដែលនៅ single អត់ទាន់មានគូតើគេនឹងមកពេលណាហើយអ្នកដែលគាត់នៅតែឯងរបៀបថានៅតឹងរងចាំណាគេតាក់ទងនឹងកាតហ្នឹងគឺខ្ញុំដោះហើយហើយអញ្ចឹងបានខ្ញុំចាប់ផ្ដើមធ្វើវីដេអូព្រោះសារអីខ្ញុំអត់មាន stand សម្រាប់ធ្វើឯងគឺចេញ the lover គឺម្នាក់ហ្នឹងគឺជាគូគឺជាមនុស្សដែលអ្នកនិយាយទៅគឺស្រឡាញ់គឺគូគេនិយាយថាគឺមានស្នេហាមានក្តីស្រឡាញ់ចូលមកមានរវាងមនុស្សស្រីមនុស្សប្រុសហើយមានពលឺមួយអញ្ចឹងមានន័យថាស្នេហានេះគឺស្នេហាល្អមែនតើដែលកំពុងតឹងរកចាំអ្នកទាំងអស់គ្នាអញ្ចឹងយើងមើលតើស្នេហារបស់យើងនឹង the lover របស់យើងហ្នឹងគាត់មានអីចង់ប្រាប់យើងសិលកាដំបូងគឺចេញ now is not the time will tell អញ្ចឹងមានន័យថាគាត់អត់ទាន់មកពេលឥឡូវហ្នឹងទេប៉ុន្តែគាត់កំពុងតែធ្វើដំណើរមកដល់ហើយធ្វើដំណើរមកហើយគាត់ថាអត់ទាន់មកដល់ជួបយើងគាត់ថាពេលវេលានឹងប្រាប់នឹងបង្ហាញប្រាប់នេះហើយគាត់ចង់ប្រាប់ថាគាត់ជូនពរឲ្យI wish you were mine គាត់ជូនពរឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺជារបស់គាត់ណាហើយមួយទៀតអ្នកទាំងអស់គ្នាក៏ជាពលឺនៃជីវិតរបស់គាត់ដែរគាត់ប្រាប់ថាគាត់ហត់នឿយដែរក្នុងការរត់មកចឹងមានអារម្មណ៍ថាគាត់ព្យាយាមមកដែរប៉ុន្តែគាត់រៀងហត់ព្រោះដោយសារមើលទៅម្នាក់នឹងអាចនឹងរវល់ហើយគាត់ក៏ត្រូវការធ្វើរឿងអីសិនដែរមុននឹងគាត់ចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងហើយនៅបាតហូគឺចេញ I miss you but I don't have time right now គាត់នឹកអ្នកទាំងអស់គ្នាប៉ុន្តែគាត់អត់ទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្នុងការមកហើយអញ្ចឹង energy ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកនឹងអាចជាអ្នកដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយគេលួចស្រឡាញ់គេលួចក្រាស់អីចឹងណាប៉ុន្តែគេអត់ទាន់ប្រាប់យើងជាផ្លូវការគេអាចនឹងពងតែស្រឡឹងមើលយើងឬក៏ម្នាក់នឹងអាចជាអ្នកនៅកន្លែងធ្វើការកន្លែងរៀនឬក៏យើងធ្លាប់ជួបគេផ្សេងដោយយើងធ្លាប់និយាយមួយគ្នាហើយទៅបានឃើញគ្នាហើយប៉ុន្តែគាត់ថាយើងអត់ចាប់អារម្មណ៍អីចឹងណាម្នាក់ហ្នឹងគាត់ពិតជាស្រឡាញ់យើងមែនតែគាត់នៅដល់ស្រែរឿងសិនព្រោះអីវាចេញthe lover មកម្នាក់ហ្នឹងគឺគាត់នឹងមកហើយគឺជាដៃគូជីវិតរបស់យើងហើយប៉ុន្តែចេញទៅមូនមកគាត់ចង់ប្រាប់ថាគាត់កំពុងតែនៅដល់ស្រែបញ្ហារបស់គាត់សិនដូចអ្នកទាំងអស់គ្នាឃើញហើយគឺគាត់ត្រូវការពេលវេលាមួយចំនួនសិនសម្រាប់ដោះស្រាយបញ្ហាផ្សេងមុននឹងចូលមកនៅក្នុងជីវិតរបស់យើងមុននឹងគាត់មកជួបយើងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាគាត់នឹងមកនៅពេលដែលគាត់ធ្វើការងារចាប់សពគ្រប់អស់នៅពេលដែលគាត់ធ្វើការងារចាប់សពគ្រប់អស់គាត់នឹងមកហើយនិយាយទៅអារម្មណ៍គាត់គឺគាត់នឹកអ្នកទាំងអស់គ្នាមែនតើប៉ុន្តែគាត់ថាគាត់ស្ដាយគាត់ថាពេលវេលាហ្នឹងគឺគាត់អត់ទាន់មកដល់គាត់អត់ទាន់អាចនឹងមកជួបយើងមកសារភាពប្រាប់យើងបានអីបានអញ្ចឹងណាប៉ុន្តែគាត់នៅតែនឹកនៅតែរលឹកនៅតែនឹកឃើញដល់យើងអញ្ចឹងអ្នកទាំងអស់គ្នាមើលឃើញហើយគាត់សង្ឃឹមថាយើងហ្នឹងនៅតែនៅក្នុងចិត្តរបស់គាត់នៅតែរបៀបថាជាកម្មសិទ្ធិរបស់គាត់ដែលគាត់ចង់បានយើងតែម្ដងហើយយើងគឺជាធម៌ពលនៃជីវិតគាត់ជឿធម៌ពលដែលបំភ្លឺជីវិតគាត់អាចនឹងដំបូងម្នាក់ហ្នឹងគាត់អត់មានចិត្តចង់ធ្វើអីប៉ុន្តែនៅពេលដែលគាត់ស្គាល់យើងហើយចឹងទៅវាជាកម្លាំងតាក់ទាញឲ្យយើងឲ្យគាត់ហ្នឹងមានធម៌ពលសម្រាប់ធ្វើអីបន្តទៀតអញ្ចឹង
គាត់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងរងចាំហើយខ្ញុំកលៀសភ្នែកតែឃើញ4.44 ចាំមានន័យថា 4.44 ហ្នឹងគឺលេខគូហើយបើសិនអ្នកទាំងអស់គ្នាឃើញលេខហ្នឹងអាចប្រាថ្នាបាទហើយសម្រាប់រយៈពេលគឺអត់មានឥឡូវហ្នឹងទេចេញ pick up particle មកគឺអាចនៅចន្លោះខ្ទង់ខែខ្ទង់ខែនេះគឺនៅក្នុងខែដីធាតុដីenergy សម្រាប់ធាតុដីច្រើនអញ្ចឹងអ្នកដែលមានសាញ Taurus Virgo ហើយមួយទៀតខ្ញុំភ្លេចបាត់ហើយគាត់មាន energy ខ្លាំងអាចនឹងជាម្នាក់អ្នកធាតុដីចូលមកជួបយើងនឹងអ្នកទាំងអស់គ្នាសាញឲ្យអត់ខ្វល់ឲ្យតែឃើញ energy ហ្នឹងប៉ុន្តែអ្នកដែលចូលមកអ្នកដែលស្រឡឹងឃើញយើងណាគឺមាន energy ខ្ពស់គឺធាតុដីហើយគាត់អាចនឹងចូលមកចន្លោះក្នុងខ្ទង់ខែប្រហែលខែទៀតហ្នឹងឬក៏ខ្ទង់ឆ្នាំតែខ្ញុំមើលទៅដូចអត់យូរទេអាចខ្ទង់កន្លះឆ្នាំអីទៀតសម្រាប់គេធ្វើការងារហើយឡើងលឿន3ខែយ៉ាងយូរកន្លះឆ្នាំអីហ្នឹងគេនឹងមកជួបយើងហើយអញ្ចឹងខ្ញុំអត់មានអីទៀតទេអញ្ចឹងខ្ញុំជូនពរអ្នកទាំងអស់គ្នាសំណាងល្អហើយនឹងសាងកុសលផលបុណ្យឲ្យច្រើនឲ្យល្អហើយអ្នកដែលគាត់អារម្មណ៍អត់សូវស្ងប់ឯងគាត់អាចនឹងសមាធិទៅដើម្បីទាញយក energy ឲ្យមនុស្សល្អឲ្យគូបុព្វេសន្តាវារបស់យើងហ្នឹងគាត់នឹងមកឲ្យលឿនដោយថាខ្ញុំចាំពាក្យមួយថាយើងធ្វើបុណ្យឲ្យច្រើនទៅមនុស្សល្អនឹងចូលមកជីវិតយើងហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបមនុស្សដែលល្អចូលក្នុងជីវិតអ្នកទាំងអស់គ្នាដូចគ្នាអរគុណជំរាបលា